ការងារស្អីក៏ដោយមុនឲ្យតែយើងធ្វើដោយច្បាស់លាស់យកចិត្តទុកដាក់ហើយជាការងារដែលសុចរិតត្រឹមត្រូវមិនយូរមិនឆាប់ទេវានឹងឲ្យផលជាក់ស្ដែងដូចវីដេអូមួយនេះខ្ញុំនិយាយពីបងប្រុសរបស់ខ្ញុំតែគាត់រៀនមែនទែនទៅគាត់រៀនបានត្រឹមទី8ទេបងប្អូនប៉ុន្តែដោយសារតែគាត់ប្រឹងប្រែងតស៊ូហើយធ្វើការនៅពេលដែលគាត់ធ្វើការគឺច្បាស់លាស់ហ្មងបើប្រៀបធៀបជាមួយខ្ញុំរៀនបានខ្ពស់ជាងប៉ុន្តែខ្ញុំធ្វើការរៀងលេសលោះបន្តិចជាពិសេសគឺការងារពាក់ព័ន្ធនឹងស្រែនឹងចការនឹងហ្មងខ្ញុំអត់សូវមានជំនាញចំណេះដឹងធ្វើវាទេអញ្ចឹងបើប្រៀបធៀបមួយគាត់គឺខ្ញុំចាញ់គាត់ដាច់ហ្មងអញ្ចឹងធ្វើការក៏ដោយឲ្យតែច្បាស់លាស់ត្រឹមត្រូវយកចិត្តទុកដាក់ធ្វើហ្នឹងគឺវានឹងឲ្យផលហើយជាក់ស្ដែងមើលកន្លែងនៃគាត់មានទ្រព្យមានធនល្មមអ្នកធ្វើការអ្នករៀនបានជ្រៅជ្រះមុំគឺมันអាចទៅប្រៀបមួយគាត់ទេបើន័យថាត្បិតតែថាគាត់មិនបានទៅរៀនឲ្យបានជ្រៅជ្រះវែងឆ្ងាយមែនប៉ុន្តែអ្វីដែលគាត់រៀនគឺគាត់រៀនពីបទពិសោធន៍រៀនពីការងារដែលគាត់ធ្វើហ្នឹងចឹងហើយធ្វើឲ្យជីវភាពរបស់គាត់រីកចម្រើនហើយថ្ងៃនេះមកនេះគឺមកថតផ្ទះដែលគាត់កំពុងសាងសង់បងប្អូនហើយតាមពិតបើយើងនិយាយថាផ្ទះហ្នឹងវាមិនជាអស់ចាយទេតម្លៃត្រឹម20000អីហ្នឹងប៉ុន្តែបើមែនទែនយើងជាកសិករបើយើងធ្វើការងារមុំធ្វើការលំងាយបានទេបងប្អូនអ្នកខ្លះសឹងថាមួយជីវិតហ្នឹងមិនតាន់បានផ្ទះតម្លៃ20000អីនឹងរស់នៅផងបើសិនជាយើងធ្វើការដោយធ្វើប្រហែសធ្វើការដោយមិនយកចិត្តទុកដាក់ចឹងណាប៉ុន្តែបងប្រុសរបស់ខ្ញុំគាត់ធ្វើការគាត់ខ្នះខ្នែងគាត់ធ្វើការគឺច្បាស់លាស់ត្រឹមត្រូវហ្មងបើថាធ្វើស្រែគឺគាត់ធ្វើប្រឹងធ្វើមិនដឹងតែឲ្យចំណេញហ្មងមិនអាចធ្វើលំហើយដល់ពេលចុងឆ្នាំឡើងខាតទេអារឿងខាតទៅវាមើលមិនឃើញបងប្អូនមិនន័យថាឧទាហរណ៍តម្លៃអីហ្នឹងវាឡើងចុះអីមិនបានហ្នឹងប៉ុន្តែបើសិនជាយើងប្រឹងប្រែងធ្វើវាអស់ពីចិត្តពីកាយអញ្ចឹងអាទំហំនៃការខាតហ្នឹងគឺវាតិចតួចហើយការចិញ្ចឹមសត្វចិញ្ចឹមអីរបស់គាត់គឺគាត់ចេះតែបរិយាចេះតែពង្រឹងចិញ្ចឹមទៅហើយមួយរយៈមុនពេលដែលគោធ្លាក់ថ្លៃខ្លាំងថោកខ្លាំងអីហ្នឹងក៏គាត់មិនបោះបង់ដែរគាត់នៅតែបន្តចិញ្ចឹមទៅដោយសារតែគាត់ពឹងលើកម្លាំងកាយរបស់គាត់អញ្ចឹងវាអត់មានអីត្រូវខាតទេអ្នកដែលខាតហ្នឹងគឺច្រើនតែចេះឧទាហរណ៍ចិញ្ចឹមគោទៅខាតគឺដោយសារតែគាត់ទៅទិញចំបើងទិញស្មៅទិញចំណីពីគេសពគ្រប់អញ្ចឹងអានឹងវាពិបាកនៅក្នុងការរកផលចំណេញប៉ុន្តែដូចគាត់អត់ទេពេលដែលគោថោកគឺគាត់ជាពេលដែលគាត់ប្រឹងប្រែងធ្វើការកម្លាំងសុទ្ធហ្មងបើតែពឹងលើកម្លាំងខ្លួនឯងហ្មងអញ្ចឹងទោះបីឲ្យគោធ្លាក់នៅសល់គោឧទាហរណ៍មួយក្បាល3លានធ្លាក់សម1លានកន្លះគាត់មិនសូវជាខាតបានដែរដោយសារតែគាត់អត់មានត្រូវទៅទិញអីផងហ្នឹងអញ្ចឹងគោមកគោកូនក្រោលគឺអាចលក់បានក្នុងតម្លៃសមរម្យហើយរាល់ថ្ងៃមួយទៀតចំណូលដែលគាត់ទទួលបានច្រើនគ្រាន់តែបើដែរហ្នឹងគឺពីគោបារបស់គាត់នេះបងប្អូនគោបានេះមាន2ក្បាលនៅក្នុងក្រោលរបស់គាត់ហ្នឹងគាត់ទិញឬក៏កូនក្រោលណាដែលវាស្អាតអញ្ចឹងគាត់ជ្រើសទុកចឹងទៅឥឡូវគាត់បាន3ក្បាលហើយតាមពិតតែគាត់ថាបាដែលល្មមប្រកាត់ល្មមជន់មេនៅក្នុងភូមិហ្នឹងគឺមាន2ក្បាលនេះឈ្មោះវាអាឆៅមុងទ័រហើយនឹងអារាជ2ក្បាលហ្នឹងហើយដាក់បាដែរមួយក្បាលត្រឹមតែ50000ទេបងប្អូនមួយក្បាល50000អញ្ចឹងអ្នកស្រែអ្នកចការអ្នកមានគោមេមុំផែនមុំយើងអាចដាក់បាគោរបស់គាត់ហ្នឹងគឺបានល្អមែនទែនហើយគាត់រកចំណូលបានគ្រាន់ពីហ្នឹងហើយចលនាផលដូចបងប្អូនឃើញអញ្ចឹងផ្ទះសបែងនេះគាត់ចាប់ដើមរៀបចំធ្វើតែប៉ុតគាត់មានលទ្ធភាពធ្វើយូរហើយតែគាត់ថាគាត់រវល់តែយកលុយហ្នឹងទៅទិញដីថែមទិញអីចឹងណាគាត់មិនតន់ចង់បានផ្ទះអីទាំងដែលមានឱកាសក្នុងការទិញដីថែមគាត់ទិញដីថែមអញ្ចឹងទិញដីថែមទិញដីអីទៅគាត់ធ្វើស្រែធ្វើចការមានដីមានអីចឹងឥឡូវគាត់អាចទៅសល់លុយល្មមធ្វើផ្ទះតូចល្មមនៅផ្ទះបែបសាមញ្ញផ្ទះបែបនេះជាក្តីសុបិនរបស់ខ្ញុំមួយដែរបងប្អូនកាលពីមុនខ្ញុំតែងតែធ្វើវីដេអូអីឬក៏រូបភាពអីតាក់ទងជាមួយផ្ទះបែបហ្នឹងគាត់ឃើញស្អាតគាត់ស្រឡាញ់ដែរគាត់ក៏ចាប់ដើមធ្វើទៅបងប្អូនអញ្ចឹងជាលទ្ធផលគាត់បានធ្វើហើយផ្ទះហ្នឹងគឺតម្លៃត្រឹម20000នេះទេប៉ុន្តែស្អាតសមរម្យហើយដូចដែលខ្ញុំលើកឡើងអញ្ចឹងថាឲ្យតែការងារយើងធ្វើច្បាស់លាស់ត្រឹមត្រូវសុចរិតភាពទោះបីជាយ៉ាងណាក៏វានឹងតបស្នងឲ្យយើងដែរផលដែលយើងនឹងទទួលបានគឺជាផលដែលសមជាមួយនឹងតម្លៃនៃការលះបង់របស់យើងហើយការធ្វើការដោយសុចរិតត្រឹមត្រូវបែបនេះ
វានឹងយូរអង្វែងវាខុសពីការទៅបោកប្រាស់គេការទៅធ្វើរ៉ូស៊ីអីណាមួយដែលមិនត្រឹមត្រូវមើលឃើញដូចជោគជ័យប៉ុន្តែរយៈពេលខ្លីមួយផ្លេតគឺអន្តរាយទៅវិញអញ្ចឹងវីដេអូហ្នឹងគឺប៉ុណ្្នឹងឯងបងប្អូនគ្រាន់តែចង់ឲ្យបងប្អូនមើលឃើញថាតម្លៃនៃការប្រឹងប្រែងទោះបីជាការងារអីក៏នឹងហុចផលឲ្យដែរឲ្យតែសមរម្យល្អ